ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមបង្ហាញអំពីវិធីឆាស្ពៃឡាឡាស្ពៃនិចដែលជាស្ពៃនាំចូលពីបរទេសចាអញ្ចឹងខ្ញុំធ្វើការលាងទឹកឲ្យស្អាតរួចមកខ្ញុំដាក់វាមួយដុំបន្ទាប់មកខ្ញុំធ្វើការដាក់ខ្ទះហើយខ្ញុំចាក់ប្រេងអូលីវចូលបន្ទាប់ពីដាក់ប្រេងអូលីវចូលខ្ញុំទុកឲ្យប្រេងអូលីវនឹងឡើងក្តៅបន្ទាប់ពីឡើងក្តៅហើយចាខ្ញុំធ្វើការដាក់ខ្ទឹមសចូលចាបន្ទាប់ពីខ្ទឹមសខ្ញុំដាក់ចូលហើយខ្ញុំដាក់ប៊ីចេងមួយចុងស្លាបព្រាបាយស្ករមួយចុងស្លាបព្រាបាយនិងខ្ញុំប្រើម្សៅស៊ុបប្រហែលជាមួយចុងស្លាបព្រាបាយផងដែរបន្ទាប់មកខ្ញុំប្រើប្រេងខ្យងប្រហែលជាមួយចុងស្លាបព្រាបាយដូចគ្នារួចខ្ញុំធ្វើការកូរបន្ទាប់មកខ្ញុំដាក់ទឹកស៊ីអ៊ីវបន្តិចព្រោះអីឆាបន្លែគឺខ្ញុំអត់ដែរចោលទេទឹកស៊ីអ៊ីវក្រោយពីដាក់ទឹកស៊ីអ៊ីវហើយខ្ញុំធ្វើការដាក់ម្រេចចាម្រេចបន្តិចមកបន្ទាប់ពីដាក់ម្រេចរួចខ្ញុំធ្វើការយកស្ពៃឡាឡាស្ពេនិកយកមកដាក់ចូលបន្ទាប់មកខ្ញុំធ្វើការកូររហូតដល់ទៅឆ្អិនអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា